សមត្ថកិច្ចមូលដ្ឋាននៃក្រុងសៀមរាបបានឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចកោះហាងទូរស័ព្ទយីហោងួនមុំយកទូរស័ព្ទជាច្រើនគ្រឿងកម្លាំងប្រជាការពារសង្កាត់ជ្រាវនិងកម្លាំងនគរបាលប៉ុស្តិ៍សង្កាត់ជ្រាវព្រមទាំងកម្លាំងនគរបាលក្រុងសៀមរាបបានសហការគ្នាចុះស្រាវជ្រាវបង្ក្រាបបានជនសង្ស័យម្នាក់លួចកោះហាងទូរស័ព្ទដៃយីហោងួនមុំយកទូរស័ព្ទជាច្រើនគ្រឿងហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងកាលពីថ្ងៃទី11ខែធ្នូឆ្នាំ2022ស្ថិតនៅចំណុចទំនប់78ភូមិជ្រាវសង្កាត់ជ្រាវក្រុងសៀមរាបលោករស្មីឯកដាចម្រើនអធិការនគរបាលក្រុងសៀមរាបបានមានប្រសាសន៍ឲ្យដឹងថាកម្លាំងប្រជាការពារសង្កាត់ជ្រាវនគរបាលប៉ុស្តិ៍ជ្រាវនិងនគរបាលក្រុងសៀមរាបបានឃាត់ខ្លួនជនសង្ស័យឈ្មោះជុំប៊ុនថនហៅយ៉តភេទប្រុសអាយុ39ឆ្នាំមុខរបរមិនពិតប្រាកដមានស្រុកកំណើតនៅភូមិតាំងគោកឃុំលវាស្រុកព្រៃឈរខេត្តកំពង់ចាមទីលំនៅបច្ចុប្បន្នមិនច្បាស់លាស់ពាក់ព័ន្ធនឹងករណីអំពើលួចមានស្ថានភាពទម្ងន់ទោសកោះហាងលួចយកទូរស័ព្ទលោកបន្តថានៅថ្ងៃទី7ខែធ្នូឆ្នាំ2022នៅវេលាម៉ោង1:50នាទីស្ថិតនៅហាងលក់ទូរស័ព្ទយីហោងួនមុំក្នុងភូមិខ្នាសង្កាត់ជ្រាវក្រុងសៀមរាបខេត្តសៀមរាបមានករណីអំពើលួចមានស្ថានភាពទម្ងន់ទោសទម្លុះទម្លាយកោះនឹងកាត់ជញ្ជាំងស័ង្កសីហាងលួចយកទូរស័ព្ទបង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពកាត់ជញ្ជាំងស័ង្កសីហើយចូលលួចទូរស័ព្ទសរុបចំនួន45គ្រឿងមានម៉ាក Huawei, Samsung, Vivo, Oppo របស់ជនរងគ្រោះខណៈពេលដែលជនរងគ្រោះគេងលក់ហើយរត់គេចខ្លួនលុះដល់ថ្ងៃទី9ខែធ្នូឆ្នាំ2022មានប្រជាពលរដ្ឋបានទិញទូរស័ព្ទពីជនសង្ស័យហើយយកទូរស័ព្ទដែលទិញបានយកមកបិទស្កុតនៅហាងជនរងគ្រោះហើយជនរងគ្រោះបានឆែកលេខម៉ាស៊ីនទើបដឹងថាជាទូរស័ព្ទរបស់ខ្លួនដែលបាត់ហើយរាយការណ៍មកសមត្ថកិច្ចយកមកសួរនាំក្រោយពីសាកសួរប្រជាពលរដ្ឋដែលទិញទូរស័ព្ទរូបគាត់បានឆ្លើយថាទូរស័ព្ទនេះបានទិញពីជនសង្ស័យខាងលើព្រមទាំងបានបង្ហាញរូបជនសង្ស័យដល់សមត្ថកិច្ចបានដឹងក្រោយពីសួរនាំជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានកាត់សង្ស័យចូលលួចទូរស័ព្ទចំនួន45គ្រឿងរបស់ជនរងគ្រោះពិតប្រាកដមែនដោយទូរស័ព្ទខ្លួនយកតែ5គ្រឿងរីឯទូរស័ព្ទចំនួន40គ្រឿងជនសង្ស័យបានហៅទូរស័ព្ទទៅបាក់ពួកនៅឯខេត្តព្រះវិហារមកយកទៅលក់នៅខេត្តព្រះវិហារលោកបន្តថាវត្ថុតាងដកហូតបានទូរស័ព្ទចំនួន5គ្រឿងម៉ូតូជនសង្ស័យចំនួន1គ្រឿងកង់ជនសង្ស័យជិះធ្វើសកម្មភាពចំនួន1គ្រឿងកន្ត្រៃចំនួន1ទូរវិសចំនួន1បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលក្រុងសៀមរាបកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់